តែញ៉ាំមីកូកន្លែងគេចេះតែឆ្ងល់មិនបានទឹកសោះមីកូរបស់គេផ្សេងគេធ្វើជាកណ្ដុងធំច្រើនចឹងណាហើយមីរបស់គេនឹងផ្សេងតាមពិតទៅគឺគេមានវិធីក្នុងការលាយទឹកសោះអញ្ចឹងថ្ងៃនេះផងដែរគឺខ្ញុំនឹងមកបង្ហាញបងអំពីរបៀបធ្វើទឹកសោះសម្រាប់ធ្វើមីកូកវិធីដែលខ្ញុំធ្វើនេះគឺបងអាចយកទៅប្រកបអាជីវកម្មធ្វើមីកូកលក់នៅតាមដងផ្លូវបានយ៉ាងនិយាយទៅគឺយ៉ាងឆ្ងាញ់ហ្មងហើយបើយើងចង់រៀនធ្វើគ្រឿងទឹកសោះនឹងពីគេខ្ញុំហ៊ាននិយាយហ្មងតម្លៃអត់ណាក៏150ឬក៏100ដែរអញ្ចឹងគ្រឿងផ្សំទី1ដែលយើងខ្វះអត់បានហ្មងនោះគឺគោចចាំងនោះមកចង់ប្រើម៉ាក់អីក៏បានដែរដាក់មកសភាបាយបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងទឹកស៊ីអ៊ីវរបស់យើងដាក់2សភាបាយខ្ញុំប្រើទឹកស៊ីអ៊ីវចិនស្ករសមកសភាបាយប្រេងល្ងនោះគឺមកសភាបាយហើយយើងបន្ថែមជាមួយនឹងម្សៅស៊ុបនោះកន្លះសភាកាហ្វេហើយយើងដាក់ជាមួយនឹងគ្រឿងការីបងគ្រឿងការីមកអីក៏បានដែរមួយចុងសភាបាយខ្ទឹមសវិញគឺខ្ញុំឈូសបែបហ្នឹងបងខ្ញុំឈូសបែបហ្នឹងវាម៉ត់ល្អហើយដាក់ចូលទៅវារបៀបថាម៉ត់ចឹងណាបន្ទាប់មកគឺខ្ញុំបន្ថែមជាមួយនឹងម្រេចបន្តិចដើម្បីមានក្លិនឈ្ងុយបងចង់ដាក់ម្រេចយើងធម្មតាក៏បានដែរជាចុងក្រោយនេះគឺយើងដាក់ទឹកធម្មតានឹងចំនួន3សភាបាយឬក៏2សភាបាយកូរច្របល់ទឹកគ្រឿងមីកូករបស់យើងនឹងឲ្យសព្វចូលគ្នាបែបនេះទៅយើងទុកម្ល៉េះសិនខ្ញុំចាប់ផ្ដើមមកចៀនជាមួយនឹង topic វិញម្ដងចឹងថ្ងៃហ្នឹងគឺខ្ញុំដាក់ជាមួយនឹងបង្គានឹងជានឹងមកគ្រាប់ចៀនឲ្យក្រៀមល្មមនិយាយទៅមកល្មមវាថានៅមានជាប់ភ្នៅតិចអីចឹងណាហើយខ្ញុំក៏បានចៀនជាមួយនឹងប្រហិតបន្តិចដែរប្រហិតនេះខ្ញុំទិញនៅតាមតូបគេលក់ប្រហិតយើងតែងអញ្ចឹងទៅបានគ្រប់មុខចឹងណាបើយើងតែងនៅតាមគេលក់បោះដុំវិញគឺបានតែមួយមុខអីអញ្ចឹងយើងចៀនឲ្យឆ្អិនអញ្ចឹងមកហើយយើងចាប់ផ្ដើមដាក់ស្រុះមីម្ដងអញ្ចឹងខ្ញុំដាក់ដាំទឹកនឹងឲ្យពុះហើយគឺខ្ញុំដាក់ជាមួយនឹងមីល្ពៅបើយើងចូលចំពោះសាច់មីល្ពៅនឹងគឺខ្ញុំដាក់ចំនួន3កញ្ចប់នោះគឺខ្ញុំញ៉ាំគ្នា2នាក់ហើយសាច់មីនេះផងដែរគឺខ្ញុំតែងតែទិញយកមកទុកជាប្រចាំហ្មងដោយសារមីនេះគឺធ្វើពីល្ពៅសរសៃទន់ល្មើយស្វិតឆ្ងាញ់អញ្ចឹងណាហើយតម្លៃសមរម្យមែនតើជាពិសេសមីនេះគឺល្អសម្រាប់បងដែលគាត់ចង់ផ្លាស់ប្ដូរពីមីការ៉េមកកាន់មីខ្មែររបស់យើងដែលយកទៅដាក់ក្នុងមីហិលក៏មី hot pot ឬមួយវិញទៀតគឺបងអាចយកទៅធ្វើជាមួយនឹងមីកូកដូចខ្ញុំធ្វើបែបនេះគេទៅទឹកសោះដូចខ្ញុំនេះទៅគឺអាចធ្វើលក់បានហើយចំពោះទឹកសោះនេះផងដែរបើសិនជាបងចង់ធ្វើរៀងច្រើនគឺបងអាចគុនគូគ្រឿងទៅតាមនឹងអញ្ចឹងណាតែទឹកសោះដែលខ្ញុំធ្វើនេះគឺធ្វើបានចំនួន3កញ្ចប់នៃសាច់មីបងពោះមីល្ពៅហ្នឹងគឺខ្ញុំស្រោះពី3នាទីទៅ4នាទីទន់ល្មមនិយាយទៅបងដែលគាត់ចង់ធ្វើមីកូកលក់គឺអាចសាកល្បងលាយទឹកសោះដូចខ្ញុំមិនចេះហើយធ្វើជាមួយនឹងមីកូករបៀបយើងទិញសាច់មីមកគឺវាធ្វើឲ្យយើងចំណេញបានយ៉ាងច្រើនជាងមុនអញ្ចឹងទៅចូលមកគឺបងគ្រាន់តែដាក់ខ្ទះហើយចាក់ទឹកសោះបើយើងឆាឲ្យរៀងឡើងពុះតិចហើយគឺយើងចាប់ផ្ដើមដាក់មីបើយើងចូលតែម្ដងហើយចំពោះទឹកសោះនេះគឺយើងមិនបាច់ឆាយូរទេយើងគ្រាន់តែដាក់ឲ្យពុះហើយគឺយើងដាក់មីចូលលើកចេញពីខ្ទះយើងក៏លុកសាច់មីចូលគ្រប់គ្រឿងហ្មងនិយាយទៅវិធីធ្វើស្រួលខ្លាំងមែនតើហើយបើសិនជាចង់ហិលគឺយើងដាក់ជាមួយនឹងម្ទេសម៉ត់តាមចំណង់ចំណូលចិត្តចង់ហិលប៉ុន្មានដាក់ប៉ុណ្ណឹងហើយបើសិនជាបងធ្វើលក់បងអាចចម្អិនទឹកសោះនោះឲ្យឆ្អិនហើយដល់ពេលដែលបងលក់គឺបងគ្រាន់តែយកទឹកសោះហ្នឹងមកលាយជាមួយនឹងមីដែលយើងបានស្រុះហើយហ្នឹងរួចជាការស្រេចនិយាយទៅយើងធ្វើដូចមីការ៉េអីចឹងណាដូចគ្នាអញ្ចឹងគ្រាន់តែយើងធ្វើទឹកសោះផ្សេងសាច់មីផ្សេងគឺយើងចាយលុយអស់តិចជាងហើយយើងលក់បានចំណេញរៀងច្រើនដាក់ add topic បើយើងចូលមានសារាយសមុទ្រមានអីអញ្ចឹងមកហើយយើងញ៉ាំអញ្ចឹងណានិយាយថាជាតិខ្លាំងឆ្ងាញ់ហ្មងបងប្អូនហើយរសជាតិមីរបស់ខ្ញុំគឺរបៀបថាស្រាលមិនដិតពេកហើយក៏មិនរបៀបថាប្រៃផ្អែមអីគឺមិនល្មមរបៀបស្រាលអញ្ចឹងណាអញ្ចឹងទៅគឺយើងញ៉ាំបានច្រើនប្តីខ្ញុំញ៉ាំអស់មួយកញ្ចប់កន្លះគាត់អត់ដែរញ៉ាំមីការ៉េអស់មួយកញ្ចប់កន្លះហើយប៉ុន្តែគាត់ញ៉ាំមីនេះអស់មួយកញ្ចប់កន្លះអញ្ចឹងបានន័យថាគឺឆ្ងាញ់